ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាពិសេសសេវាសូរ្យោដីឲ្យមានប្រសិទ្ធភាពខ្ពស់និងល្អប្រសើរជាងមុនថែមទៀតការជំរុញបែបនេះរបស់ឯកឧត្តមខួងស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី24ខែមិថុនាឆ្នាំ2026នេះខណៈឯកឧត្តមនិងឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារអញ្ជើញដឹកនាំកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញស្ដីពីការពិភាក្សាទៅលើការជំរុញការផ្តល់សេវាសាធារណៈជាពិសេសសេវាសូរ្យោដីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរថែមទៀតលោកស្រីដោវសំភ័សនាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្ដាប់របាយការណ៍របស់លោកប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរ្យោដីស្ដីពីវឌ្ឍនភាពនៃការផ្តល់សេវាសូរ្យោដីរួចមកឯកឧត្តមគង់វិបុលបានបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះគឺជារឿងល្អបំផុតធ្វើយ៉ាងណាឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាចបន្ស៊ីការងាររបស់ខ្លួននិងពិភាក្សារិះរកមធ្យោបាយដើម្បីជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាមួយគ្នានេះដែរឯកឧត្តមបានអនុញ្ញាតជូនឯកឧត្តមអគ្គនាយករងធ្វើបទបង្ហាញខ្លីស្ដីពីយន្តការនៃការផ្តល់សេវាបង់ពន្ធប្រថាប់ត្រានិងការបង់ពន្ធនានាដែលអគ្គនាយកដ្ឋានបាននឹងកំពុងអនុវត្តដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហើយផ្តល់លទ្ធភាពជូនមន្ត្រីនិងប្រជាពលរដ្ឋអាចមើលឃើញពីលំហូរចរន្តការលិខិតស្នាមបានដោយងាយស្រួលកិច្ចប្រជុំនេះដែរឯកឧត្តមខួងស្រេងបានផ្ដល់យោបល់ថាគួរមានយន្តការទំនាក់ទំនងផ្ទៃក្នុងរវាងមន្ត្រីផ្ដល់សេវាទាំងភាគីអគ្គនាយកដ្ឋានពន្ធដារទាំងអង្គភាពច្រកចេញចូលតែមួយនិងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរ្យោដីដើម្បីជំរុញនីតិវិធីផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរហើយការលើកឡើងនេះត្រូវបានទទួលការឯកភាពពីឯកឧត្តមគង់វិបុលផងដែរជាមួយគ្នានេះដែរឯកឧត្តមខួងស្រេងក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកត្រូវពង្រឹងការផ្តល់សេវាសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរពិសេសការផ្តល់សេវាសូរ្យោដីនិងជំរុញផ្សព្វផ្សាយបន្ថែមពីការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផងដែរ